ព្រឹកថ្ងៃសៅរ៍ទី22ខែវិច្ឆិកាឆ្នាំ2025នេះលោកជំទាវជីវ៉ាអភិបាលនៃគណៈអភិបាលខេត្តកោះកុងបានអមដំណើរដោយលោកស្រីអភិបាលរងលោកប្រធានមន្ត្រីធម្មការនិងសាសនាខេត្តលោកអភិបាលនៃគណៈអភិបាលសុខសាយអំបិលលោកមេឃុំដងពេងនិងកងកម្លាំងប្រដាប់អាវុធដែលបានឆ្លៀតឱកាសអញ្ជើញសួរសុខទុក្ខព្រះធម៌មាននុលកបាលីវិចិត្រព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយជាព្រះទីបធម្មាភិបាលព្រះបលាតគុណខេត្តកោះកុងនិងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាងនិងជាព្រះប្រធានកិត្តិយសសាខាសមាគមសន្និសិទបញ្ញវន្តក្មេងវត្តខេត្តកោះកុងនិងសាមណសិស្សនៃវត្តរស្មីសាមគ្គីគិរីទ័ពជាងដែលស្ថិតនៅភូមិបាក់អង្គរត់ឃុំដងពេញសុខសាយអំបិលនៃខេត្តកោះកុងលោកជំទាវអភិបាលខេត្តទោះបីលោកជំទាវមានការមមាញឹកក្នុងការដឹកនាំនិងជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋក្នុងខេត្តយ៉ាងណាក៏ដោយក៏លោកជំទាវក៏បានឆ្លៀតឱកាសអញ្ជើញចុះមកសួរសុខទុក្ខព្រះសង្ឃនិងសាមណសិស្សដែលកំពុងសិក្សារៀនសូត្រពីពុទ្ធវចនៈក្នុងវត្តរស្មីសាមគ្គីគិរីទ័ពជាងព្រោះលោកជំទាវបារម្ភខ្លាចព្រះសង្ឃខ្វះខាតចង្ហាន់ជាដើម